សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមករៀនធ្វើម្ហូបមួយមុខទៀតដែលមានឈ្មោះថា Bacon រុំបង្គាហើយគ្រឿងផ្សំវាមានដូចជាសាច់ Bacon យើងប្រើ Bacon កញ្ចប់ក៏បានប្រើសាច់ Bacon ដែលយើងធ្វើខ្លួនឯងក៏បានហើយពិសេសនោះបង្គាអ្នកនរគ្នាអាចជ្រើសយកបង្គារាងធំបន្តិចមកយកមកធ្វើដើម្បីឲ្យអ្នកនរគ្នារុំទៅវាស្រួលហើយការរុំBacon ជាមួយបង្គានេះខ្ញុំនឹងបង្រៀនអ្នកនរគ្នាមួយដើម្បីឲ្យអ្នកនរគ្នាឆាប់ចាប់បានហើយនឹងងាយយល់ទី1អ្នកនរគ្នាអាចពត់បង្គាយើងឲ្យត្រង់ក៏បានអ្នកនរគ្នាអាចរុំ Bacon បង្គាដោយមិនបាច់ពត់ក៏បានដែរយើងយកបង្គាមកយើងរុំសាច់ Bacon បែបនេះដោយយើងយកម្រាមដៃយើងមេដៃហើយនឹងចង្អុលដៃមករុំពត់ជុំវិញនឹងសាច់បង្គាដូច្នេះធ្វើឲ្យសាច់ Bacon យើងគឺរត់ទៅស្មើគ្នាអ្នកនរគ្នាត្រូវតែរុំធ្វើម៉េចឲ្យ Bacon រត់ស្មើនឹងក្បាលបង្គាអ្នកនរគ្នាមិនបាច់យកចិត្តទុកដាក់នឹងកន្ទុយរបស់បង្គាទេអ្នកនរគ្នាគ្រាន់តែយកសាច់ Bacon រុំធ្វើម៉េចឲ្យសាច់បង្គាក្បាលវាហើយនឹងសាច់ Bacon រត់ស្មើគ្នាទៅអ្នកនរគ្នានឹងមើលទៅវាស្អាតហើយប៉ុន្តែអ្វីដែលសំខាន់ជាងនោះអ្នកនរគ្នាត្រូវតែចាប់ដៃឲ្យតឹងហើយរុំសាច់ Bacon ម្ដងបន្តិចអ្នកនរគ្នានឹងប្រកាសជាមួទៅបានស្អាតហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាប្រកាសជាចេះមួ Bacon រុំបង្គាមួយនេះបើសិនជាអ្នកចេះហើយក៏សូមអធិស្ឋានដល់ដែលខ្ញុំបង្ហាញនឹងរបៀបធ្វើនេះព្រោះថាអ្នកដែលគ្នាអត់ចេះក៏វាពិបាកក្នុងការរុំមួ Bacon ជាមួយបង្គានេះផងដែរហើយគ្រឿងផ្សំវាងាយទេអ្នកនរគ្នាអាចរកបានបើសិនអ្នកនរគ្នាអត់ចង់ធ្វើសាច់ Bacon ផ្ទាល់ដៃខ្លួនឯងទេអ្នកនរគ្នាអាចរកទិញសាច់បង្គានិង Bacon នៅទីផ្សារឬក៏តាមម៉ាតតាមផ្សារទំនើបបានហើយពិសេសគឺសាច់ Bacon គេមានលក់នៅតាមម៉ាតអ្នកនរគ្នាអាចទិញជាប្រភេទសាច់ Bacon ដែលគេធ្វើស្រាប់សាច់គេហៅសាច់បង្កកតាមផ្សារទំនើបឬក៏តាមម៉ាតឬក៏តាមផ្សារបានជាពិសេសតាមម៉ាតតែម្ដងគឺសម្បូរលក់ប្រភេទសាច់ Bacon កញ្ចប់នេះតែម្ដងអ្នកនរគ្នាអាចសាកល្បងទិញយកមករៀនធ្វើបានព្រោះថាម្ហូបមួយមុខនេះវាអត់អីរញ៉េរញ៉ៃហើយគ្រឿងផ្សំវាច្រើននោះទេគ្រាន់តែប្រើសាច់ Bacon ហើយនឹងបង្គាប៉ុណ្ណោះឯងហើយយើងអាចញ៉ាំជាមួយនឹងទឹកត្រីកោះកុងពីយើងចៀនក៏បានឬក៏ញ៉ាំជាមួយជ្រក់នឹងគ្រឿងជ្រក់ផ្សេងៗអ្នកនរគ្នាគិតថាងាយស្រួលធ្វើហើយនឹងឆ្ងាញ់ផងដែរនោះអ្នកនរគ្នាអាចជ្រើសយកមកធ្វើបានហើយសម្រាប់សាច់បង្គារុំ Bacon នេះអ្នកនរគ្នាអាចរៀនតាមវីដេអូខ្ញុំហើយអ្នកនរគ្នាព្យាយាមមើលតាំងពីដើមវីដេអូរហូតដល់ចប់អ្នកនរគ្នាប្រកាសជាចេះធ្វើហើយគ្រាន់តែថាវីដេអូនេះខ្ញុំបរៀនអត់សូវលឿនទេមួយហើយអ្នកនរគ្នាអាចរៀនធ្វើតាមខ្ញុំបង្រៀននេះបានព្រោះថាអ្នកខ្លះថ្មីអត់ចេះមួក៏ថាបានព្រោះថាខ្ញុំរបៀបមួនេះវាអត់មានអីពិបាកទេវាអាចស្រួលបើសិនអ្នកដែលគាត់ចេះមួបើអ្នកអត់ចេះមួនឹងពិបាកបន្តិចប៉ុន្តែអ្នកនរគ្នាអាចព្យាយាមមើលតាមវីដេអូរបស់ខ្ញុំបង្រៀនទៅអ្នកនរគ្នាប្រហែលចេះហើយអ្នកនរគ្នាគ្រាន់តែយកចង្អុលដៃមកហើយប្រើមេដៃពត់នឹងសាច់ Bacon រុំជុំវិញបង្គាទៅវាកើតហើយវាអត់មានអីនឹងពិបាកទេអ្នកនរគ្នាអាចរៀនធ្វើមួយក៏បានទោះបីជាអ្នកនរគ្នាគិតថាមួមិនដបមិនស្អាតតែអ្នកនរគ្នាអាចសាកល្បងមួយហើយមួយទៀតគាត់ជាស្អាតហើយព្រោះថាបង្គាយើងនេះវាអត់សូវធំពេកហើយក៏សូវតូចប្រហែលដែរពេលយើងរុំទៅវាសមល្មមនឹងសាច់ Bacon របស់យើងហើយពេលយើងយកទៅចៀនសាច់បង្គាខាងក្នុងក៏វាអត់រួមតូចប៉ុន្មានហើយ Bacon ក៏វាឆ្អិនបានល្អដល់ក្នុងដែរដូច្នេះហើយអ្នកនរគ្នាគួរតែរើសយកបង្គាកុំធំពេកកុំតូចពេកធំល្មមមកអាចរុំជាមួយ Bacon ទៅវាសមស្អាតហើយវាអាចឆាប់ឆ្អិនលឿនព្រោះថានិយាយទៅសាច់បង្គាយើងទៅបើយាយឆាវក៏យើងអាចញ៉ាំបានដែរគ្រាន់ថាសាច់ Bacon យើងមិនអាចញ៉ាំឆាវបានទេយើងត្រូវតែធ្វើមិនឲ្យរាងឆ្អិនមកដើម្បីយើងស្រួលញ៉ាំហើយវាល្អសម្រាប់សុខភាពព្រោះថាសាច់ Bacon នេះគេធ្វើមកពីសាច់ជ្រូកព្រោះអ្នកនរគ្នាដឹងហើយថាសាច់ជ្រូកវាដូចសាច់គោទេសាច់ជ្រូកយើងអាចញ៉ាំឆាវបានប៉ុន្តែសាច់គោយើងអាចញ៉ាំឆាវបានដូច្នេះអ្នកនរគ្នាត្រូវតែជ្រើសរើសសាច់ Bacon មកហើយជានៅរាងឆ្អិនដល់ពេលអ្នកនរគ្នាធ្វើបង្គារុំ Bacon នេះហើយការជ្រើសយកបង្គាគឺរឹតតែសំខាន់កុំជ្រើសយកធំពេកហើយកុំតូចពេកដូចខ្ញុំថាជ្រើសយកធំល្មមមកដើម្បីឲ្យយើងចៀនទៅឆាប់ឆ្អិនលឿនហើយពិសេស
សាច់ bacon ក៏វាឆាប់ងាយឆ្អិនដែរហើយបង្គាខាងក្នុងក៏វាអាចនឹងឆ្អិនលឿនដោយសារតែអ្នកនរគ្នាអាចជ្រើសរកវិធីធ្វើហើយនឹងវិធីជ្រើសរកបង្គាដែលសមតូចល្មមធ្វើមិនធំពេកមិនតូចពេកហើយ bacon អ្នកនរគ្នាចេះធ្វើអ្នកនរគ្នាអាចធ្វើដោយដៃអ្នកនរគ្នាបានឬក៏អ្នកនរគ្នាខ្ជិលធ្វើទេអ្នកនរគ្នាអាចទិញជាប្រភេទ bacon កញ្ចប់មកពីតាមម៉ាតឬតាមផ្សារបានហើយពិសេសសាច់ bacon យើងនេះយើងយកប្រភេទសាច់ដែលយើងបង្កកក៏បានយើងធ្វើខ្លួនឯងចេញពីសាច់ជ្រូកក៏បានដែរប៉ុន្តែសាច់ bacon នេះបើអ្នកនរគ្នាអត់ចេះធ្វើទេវាអាចពិបាកបន្តិចប៉ុន្តែខ្ញុំគិតថាអ្នកនរគ្នាខ្លះអាចនឹងចេះធ្វើសាច់ bacon ហើយគ្រាន់តែអ្នកនរគ្នាយកសាច់ជ្រូកមកយើងប្រឡាក់អំបិលឲ្យរាងប្រៃបន្តិចហើយទុកឲ្យវាកកចាំយកមកឈូសមកហាន់ប៉ុន្តែវាពិបាកត្រង់ថាយើងអត់ដឹងថាគួរតែហាន់បែបណាព្រោះយើងអត់មានឧបករណ៍ហាន់សាច់ bacon គេបើតាមម៉ាត់តែគេធ្វើសិប្បកម្មគេមានឧបករណ៍សម្រាប់ហាន់សាច់ bacon ឲ្យជាស្ដើងបានប៉ុន្តែបើយើងអត់មានយើងអាចហាន់នឹងកាំបិតឲ្យរាងស្ដើងតែវាពិបាកយូរពេលបន្តិចប៉ុន្តែបើយើងជ្រើសយកសាច់ bacon កញ្ចប់យកមកធ្វើតែម្ដងវាស្រួលវាអត់មានអីពិបាកហើយអ្នកនរគ្នាអាចសាកល្បងរៀនធ្វើញ៉ាំបានតាមផ្ទះនៅពេលអ្នកគ្នាមានសមាជិកគ្រួសារមកលេងអីអាចធ្វើជប់លៀងអីបានហើយវីដេអូខ្ញុំក៏មានអីច្រើនដែរមានតែប៉ុណ្ណេះហើយសង្ឃឹមអ្នកនរគ្នាស្រឡាញ់ចូលចិត្តវីដេអូមួយនេះបើស្រឡាញ់ចូលចិត្តវីដេអូខ្ញុំមួយនេះសូមកុំភ្លេចជួយ like share follow ម្នាក់មួយផងហើយពិសេសក្នុង YouTube Channel ជួយ Subscribe ខ្ញុំម្នាក់មួយផងហើយសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានការរៀនធ្វើនេះចេះទាំងអស់គ្នាផងដែរហើយសូមអរគុណច្រើនសម្រាប់ទស្សនាវីដេអូនេះ